ក្រុម Avenger យកសង្គ្រាមមនុស្សយន្តគឺជារឿងទី13ហើយនៅក្នុងដំណាក់កាលទី2នេះហើយយើងនៅសល់តែមួយរឿងទៀតទេយើងនឹងបញ្ចប់នៅក្នុងដំណាក់កាលទី2នេះសម្រាប់រឿងក្រុម Avenger យកសង្គ្រាមមនុស្សយន្តនេះនឹងនិយាយអំពីការរួបរวมរបស់ក្រុម Avenger ដើម្បីប្រឆាំងជាមួយនឹងក្រុមមនុស្សយន្តដែលបានបង្កើតឡើងដោយ Iron Man ដោយដំបូងគឺ Iron Man គឺមានគោលបំណងនៅក្នុងការបង្កើតមនុស្សយន្តមួយដែលមានឈ្មោះថា Ultron នៅក្នុងគោលបំណងដើម្បីជួយការពារពិភពលោកពីការយាយីផ្សេងៗប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺខុសទាំងស្រុងដោយសារតែ Ultron គឺមានសមត្ថភាពខ្ពស់នៅក្នុងការគិតដោយខ្លួនឯងដោយមិនបាច់មានអ្នកបញ្ជាអញ្ចឹង Ultron បានគិតថាដើម្បីការពារពិភពលោកនេះបានគឺមានតែកម្ចាត់ក្រុមមនុស្សចោលហើយបង្កើតនៅយុគសម័យមួយដោយពោពេញទៅដោយក្រុមមនុស្សយន្តមានបញ្ហានេះហើយទើបក្រុម Avenger រួបរวมគ្នាគឺដើម្បីកម្ចាត់នៅ Ultron នេះចោលប៉ុន្តែសម្រាប់ Ultron នោះវិញក៏បានព្យាយាមអភិវឌ្ឍខ្លួនឲ្យខ្លាំងជាងមុនហើយក៏បានព្យាយាមបង្កើតនៅក្រុមមនុស្សយន្តតូចៗជាច្រើនទៀតផងដែរដើម្បីទប់ទល់ជាមួយនឹងក្រុម Avenger និងបង្កវិនាសកម្មទៅដល់ពិភពលោកទាំងមូលអញ្ចឹងដើម្បីចង់ដឹងថាតើក្រុម Avenger អាចដោះស្រាយនៅបញ្ហាចាក់ស្រេះនេះបានដែរឬអត់សូមកុំភ្លេចទៅទស្សនារឿងទី13ក្រុម Avenger យកសង្គ្រាមមនុស្សយន្តនៅលើគេហទំព័រ KA Diamond តែមួយគត់